បរោះដែលមានបញ្ហាយូរចេញទៅកាមឬក៏ពិបាកដល់ចំណុចកំពូលគឺត្រូវបានគេមើលរំលងដោយគិតថាបរោះដែលរួមភេទបានយូរគឺខ្លាំងតែផ្ទុយទៅវិញវាក៏ជាបញ្ហាចម្បងនៅក្នុងជីវិតផ្លូវភេទរបស់បរោះមួយចំនួនដែរភាសាអង់គ្លេសគេហៅថា delayed ejaculation disorder ខ្ញុំនឹងណែនាំពីវិធីបឋមដែលបរោះគាត់អាចយកទៅអនុវត្តមុននឹងគាត់សម្រេចចិត្តទៅជួបពេទ្យឯកទេសសួស្តីចាស់ខ្ញុំអេលីដើម្បីដោះស្រាយបញ្ហាយើងត្រូវដឹងពីប្រភពនៃបញ្ហាជាមុនសិនអញ្ចឹងបញ្ហាពិបាកដល់ចំណុចកំពូលរបស់បរោះគឺកើតចេញពីកត្តាគឺកត្តារាងកាយហើយនិងកត្តាផ្លូវចិត្តកត្តារាងកាយចំណុចទី1ដោយសារតែបរោះហ្នឹងគឺគាត់អត់មានសុខភាពល្អគាត់មានជំងឺរ៉ាំរ៉ៃប្រចាំកាយហើយគាត់មិនមានរបបអាហារល្អជាហេតុធ្វើឲ្យរាងកាយគាត់ខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីផលិតទឹកកាមចំណុចទី2គឺអាចដោយសារតែគាត់សម្រេចកាមដោយខ្លួនឯងច្រើនពេកជាហេតុនៅពេលដែលគាត់រួមភេទជាមួយនឹងដៃគូគាត់គឺចំណាយពេលយូរចំណុចទី3គឺដោយសារតែគាត់មានអាយុច្រើនជាធម្មតាទេនៅពេលដែលយើងចាស់ទៅគឺសុខភាពរាងកាយរបស់យើងក៏រៀងចុះខ្សោយដែរចំណុចទី4គឺដោយសារតែគាត់ធ្លាប់ឆ្លងកាត់ការវះកាត់នៅលើអវយវៈភេទរបស់គាត់អញ្ចឹងបើសិនជាបងបរោះគាត់មានបញ្ហាយូរចេញទៅកាមឬក៏ពិបាកដល់ចំណុចកំពូលដោយសារតែកត្តារាងកាយរបស់គាត់ហ្នឹងណាធីបទី1គឺលំហាត់ប្រាណទៀងទាត់សំខាន់មែនតើមិនថាប្រុសមិនថាស្រីទេគឺតម្រូវឲ្យមានសកម្មភាពលំហាត់ប្រាណឲ្យបានទៀងទាត់មួយអាទិត្យ4ដងយ៉ាងហោចណាស់ហើយក្នុងមួយដងត្រូវចំណាយពេល20ទៅ30នាទីដើម្បីហាត់ប្រាណធ្វើអីក៏បានដែរឲ្យតែមានសកម្មភាពនៅលើរាងកាយយើងកុំឲ្យវាស្ពឹកការហាត់ប្រាណណាមិនមែនធម្មតាជួយឲ្យយើងមានសុខភាពផ្លូវភេទល្អទេគឺវាជួយច្រើនមែនតើមកនិយាយទៅវាជួយឲ្យយើងរស់បានយូរអង្វែងហ្មងណាហើយមួយទៀតគឺយើងកាន់តែសង្ហាកាន់តែមានរាងកាយស្អាតគឺមានភាពតាក់ទាញមែនតើធីបទី2គឺការមានរបបអាហារល្អយើងលឺច្រើនដងមិនថាបញ្ហាអីក៏ដោយគឺត្រូវការឲ្យយើងមានរបបអាហារល្អទាំងអស់យើងលឺច្រើនអញ្ចឹងតែយើងមានធ្វើតាមអត់ការហូបស្អាតផឹកស្អាតណាគឺជួយឲ្យយើងមានសុខភាពល្អហើយរឹងមាំនៅពេលដែលយើងមានសុខភាពល្អចរន្តឈាមរបស់យើងគឺវាមានលំហូរល្អគឺវាហូរទៅដល់លឹងរបស់យើងទៅវារឹងបានល្អអញ្ចឹងណាហើយក៏យើងអាចរួមភេទបានយូរបានលឿនទៅតាមសុខភាពរបស់យើងធីបទី3 pelvis exercise មានន័យថាគាត់ត្រូវការហ្វឹកហាត់សាច់ដុំអន្តគិរបស់គាត់ណាគឺការខ្ចប់បង្ហួរទឹកនោមមិនមែនមានថាពេលដែលយើងចង់បត់ជើងមកយើងទៅខ្ចប់វាមិនមែនអញ្ចឹងទេគឺមានថាអារម្មណ៍ហ្នឹងគឺវាបែបហ្នឹងខ្ចប់ចុះខ្ចប់ឡើងក្នុងរយៈពេល1នាទី2នាទីឬក៏5នាទីអញ្ចឹងទៅយើងធ្វើនៅពេលណាក៏បានដែរដើម្បីឲ្យវាតឹងណែននៅកន្លែងហ្នឹងវាងាយស្រួលក្នុងការឲ្យយើងយល់ថាតើយើង control ខ្លួនឯងរបៀបម៉េចនៅពេលដែលយើងចិត្តដល់ចំណុចកំពូលឬក៏មិនទាន់ចិត្តដល់ចំណុចកំពូលយើងចង់ធ្វើលំហាត់ប្រាណនៅកន្លែងណាក៏បានដែរពេលឈរពេលអង្គុយពេលគេងអីក៏បានដែរធីបទី4ការប្រើប្រាស់ស្រោមអនាម័យ masculine pearl ឬក៏ masculine sensitive masculine pearl គឺជាស្រោមអនាម័យស្ដើងបំផុតហើយ masculine sensitive ហ្នឹងគឺវាជំនួយឲ្យយើងរួមភេទបានលឿនណាពេលខ្លះបើសិនជាបងប្អូនមានអារម្មណ៍ថាប្រើស្រោមអនាម័យទៅធុញទ្រាន់អាចផ្លាស់ប្ដូរជម្រើសបានអាចប្រើប្រភេទគ្រឿងប្រភេទផ្លែឈើឆ្លាស់គ្នាទៅវិញទៅមកអញ្ចឹងក៏ជំនួយដល់បទពិសោធន៍ការរួមភេទរបស់យើងដែរដែលជួយឲ្យឆាប់ដល់ចំណុចកំពូលការពារជំងឺកាមរោគការពារជំងឺអេដនិងការពារការមានផ្ទៃពោះផងដែរធីបទី5គឺបងគាត់អាចសាកល្បងជាមួយនឹងការប្រើប្រាស់ឧបករណ៍ជំនួយផ្លូវភេទដែលគាត់អាចរំញ័រទៅលើផ្នែករសើបគាត់ដូចជានៅក្រោយកញ្ចឹងកនៅចុងសដន់នៅគៀនផ្លូវអីជាដើមដែលជំនួយឲ្យគាត់ឆាប់ដល់ចំណុចកំពូលគាត់អាចប្រើប្រាស់ទាំងខាងបរោះហើយនិងខាងស្ត្រីធីបទី6គឺគួរជៀសវាងការប្រើប្រាស់សារធាតុគីមីណាឬក៏សារធាតុថ្នាំណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពរបស់យើងដូចជាថ្នាំសម្រាប់អីជាដើមហើយមួយទៀតគឺគួរតែកាត់បន្ថយការផឹកគ្រឿងស្រវឹងហើយនិងការជក់បារីអាកន្លែងសារធាតុថ្នាំហ្នឹងក៏យើងអាចនិយាយទៅលើថ្នាំដែលយើងផឹកដើម្បីព្យាបាលជំងឺរបស់យើងដែរថ្នាំមួយចំនួនគឺវាមាន side effect គឺផលរំខានប៉ះពាល់ទៅដល់ libido របស់យើងដែលគេហៅថាអារម្មណ៍ផ្លូវភេទរបស់យើងអញ្ចឹងណាអញ្ចឹងយើងគួរតែពិភាក្សាពិគ្រោះយោបល់ជាមួយនឹងពេទ្យរបស់យើងថាតើថ្នាំនេះវាប៉ះពាល់ទៅដល់អីគេខ្លះវាអាចរំខានអីគេខ្លះដើម្បីឲ្យយើងរកដំណោះស្រាយជាមួយនឹងគាត់បានឥឡូវយើងចូលមកដល់កត្តាផ្លូវចិត្តម្ដងថាតើប្រភពបញ្ហាគឺវាអាចកើតឡើងដោយសារអីគេខ្លះចំណុចទី1គឺដោយសារតែខាងបរិបទគាត់អាចមើលរឿងអាហារភាគច្រើនពេកធ្វើឲ្យគាត់ស្ពឹកខួរក្បាលដោយសារតែវាខុសពីការរំពឹងទុករបស់គាត់ណានៅក្នុងរឿងអាហារភាគវាគឺជារឿងមួយដែលគេបង្កើតឡើងជារឿងនិពន្ធនេះវាមិនមែនជាជីវិតពិត
ការរួមភេទគឺកើតឡើងដោយការផ្ញើខួរក្បាលច្រើនជាងប្រដាប់ភេទអញ្ចឹងបើសិនជាខួរក្បាលរបស់យើងអត់បានបញ្ជាយើងទេគឺនៅពេលដែលរួមភេទគឺអត់មានភាពសុខស្រួលទេអញ្ចឹងនៅពេលដែលគាត់មើល graphic ច្រើនពេកដូចថារឿងអាភិះដល់ពេលមើលកាន់តែច្រើនទៅខួរក្បាលរបស់គាត់នឹងទទួលបានព័ត៌មានច្រើនពេកទៅវាធ្វើឲ្យស្ពឹកដល់ពេលរួចហើយគឺគាត់អត់អាចរួមភេទជាមួយនឹងដៃគូរបស់គាត់ធម្មតាបានទេព្រោះអ្វីដែលគាត់ consume អ្វីដែលគាត់មើលបានទទួលបានហ្នឹងណាគឺវាលើសពីអ្វីដែលជីវិតពិតអាចផ្ដល់ឲ្យគាត់បានករណីនេះខ្ញុំធ្លាប់ទទួលបានសារពីបងស្រីម្នាក់គាត់ថាដីរបស់គាត់ហ្នឹងគឺមើលរឿងអាភិបដាហើយរួមភេទជាមួយនឹងគាត់បដាធ្វើឲ្យបងស្រីហ្នឹងគាត់មានអារម្មណ៍សពូនចិត្តថាគាត់ហ្នឹងអត់គ្រប់គ្រាន់សម្រាប់ដីគាត់ហើយតែមើលរឿងអាភិបមែននៅត្រង់ចំណុចកន្លែងហ្នឹងឯងដែលមនុស្សប្រុសនៅពេលដែលមើលរឿងអាភិបជ្រោឡាគាត់លែងភ្ញោចជាមួយនឹងពុនរបស់គាត់ទៅជាភ្ញោចជាមួយនឹងរឿងអាភិបទៅវិញចំណុចទី2គឺដោយសារតែខាងបរិសុទ្ធហ្នឹងគាត់ insecure គឺគាត់បារម្ភខ្វាយខ្វល់ពីការវិនិច្ឆ័យពីដៃគូរបស់គាត់ចំណុចទី3គឺ stress ឬក៏មានបញ្ហាផ្លូវចិត្តឲ្យតែហត់នឿយពីការងារគឺគាត់រវល់ខួរក្បាលរបស់គាត់ហ្នឹងរវល់តែជាមួយនឹងបញ្ហាការងារអញ្ចឹងគាត់អត់មានប្រអប់ខួរក្បាលរបស់គាត់ដើម្បីទុកចំណាយពេលជាមួយនឹងដៃគូរបស់គាត់ទេអញ្ចឹងគាត់អត់មានអារម្មណ៍ផ្លូវភេទចំណុចទី4គឺអាចដែលសារតែគាត់មានបទពិសោធន៍ល្អជាមួយនឹងប្រវត្តិស្នេហារបស់គាត់អញ្ចឹងទៅគាត់អត់មានចំណង់អារម្មណ៍ផ្លូវភេទចំណុចទី5គឺធ្លាប់ទទួលបានការបៀតបៀនផ្លូវភេទគាត់ដោះស្រាយរបៀបម៉េចបើសិនជាគាត់ជួបបញ្ហាដែលខ្ញុំបានlistឡើងទាំងលើប្រហែលហ្នឹងណាគឺចំណុចទី1គាត់គួរតែបើកចិត្តទូលំទូលាយហើយបន្ធូរអារម្មណ៍តានតឹងរបស់គាត់នៅពេលដែលគាត់រួមភេទដំណោះស្រាយទី2គឺកាត់បន្ថយការមើលរឿងអាភិបទាំងឡាយនៅពេលដែលគាត់មានដៃគូបើសិនជាគាត់អត់តមានដៃគូក៏គាត់គួរតែកាត់បន្ថយដែរយើងត្រូវតែមានពេលវេលាសម្រាប់ហាត់ប្រាណមានពេលវេលាសម្រាប់គ្រួសារមិត្តភ័ក្តិការងារដំណោះស្រាយទី3គឺគាត់អាចសាកល្បងផ្លាស់ប្ដូរបរិយាកាសថ្មីឧទាហរណ៍ថាយើងធ្លាប់តែនៅតែផ្ទះឯងអញ្ចឹងយើងអាចទៅសណ្ឋាគារស្អាតដើម្បីបង្កើតបរិយាកាសថ្មីធ្វើឲ្យយើងកាន់តែមានអារម្មណ៍ប្លែកជាងពីមុនអញ្ចឹងណាអញ្ចឹងអានឹងក៏វាអាចជួយទំនាក់ទំនងស្នេហារបស់យើងបានដែរដំណោះស្រាយទី5គឺយើងគួរតែបើកចិត្តពិភាក្សាដោយបើកចំហជាមួយនឹងមនុស្សដែលយើងជឿទុកចិត្តដូចជាដៃគូយើងមិត្តភ័ក្តិយើងឬក៏យើងអាចចូលទៅសមាគមណាក៏បានដែរដែលគេបើកនិយាយអំពីបញ្ហាសុខភាពផ្លូវភេទដែលមានបញ្ហាដូចជាយើងអញ្ចឹងណាជាចុងក្រោយបើសិនជាបញ្ហាយូរចេញទៅកាមឬក៏ពិបាកដល់ចំណុចកំពូលមិនអាចកែប្រែបានក្នុងករណីដែលយើងមានជំងឺដែលមិនអាចព្យាបាលបានឬក៏កត្តាហ្សែនឬក៏កត្តាអាយុច្រើនណាគឺយើងគួររៀនទទួលស្គាល់ការពិតហើយរៀនរស់នៅជាមួយវានិងរៀនពិភាក្សាផ្លាស់ប្ដូរគំនិតជាមួយដៃគូរបស់យើងដើម្បីឲ្យគាត់កាន់តែយល់ពីយើងជាងមុន